នេះហើយដូចជាពាក្យចាស់លោកបានលើកឡើងហើយថាមីខាត់លាក់រត់រោគអាប្រុសកំបាក់អន្សាជំទាវរត់រោគអកញ្ញាមីឆ្លេឆ្លារត់រោគអាឡេមលើមែនស្ត្រីឈ្មោះលីអ៊ុំអេងដែលបានរត់គេចខ្លួនចេញទៅនៅឯក្រៅស្រុកគិតអំពីដីកាបង្កប់ឲ្យចាប់ខ្លួនបានមកពឹងពាក់ឲ្យទូរទស្សន៍អនឡាញមួយដែលគ្មានអាជ្ញាប័ណ្ណឲ្យជួយចេញផ្សាយអំពីរឿងខ្លួនគណៈពេលនេះត្រូវបានម្ចាស់សម័យខ្លួនប្តឹងទៅកាន់តុលាការពីបទញុះញង់ឲ្យមានការរើសអើងប្រមាថអ្នករាជការសាធារណៈនិងបរិហាកេរជាសាធារណៈនិងសូមសំណូមពរទៅឲ្យឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានជួយមានចំណាត់ការស្ថិតនៅក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបបងប្អូនប្រិយមិត្តជាទីមេត្រីនៅមិនទាន់ចប់ទៀតទៅនឹងរឿងរ៉ាវរបស់ជំទាវអត់ក្រិតលីអ៊ុំអេងដែលយោងតាមសេចក្តីរាយការណ៍ពីសម័យខ្លួនទាំងពីរអ្នកប្តីប្រពន្ធដែលជាជនរងគ្រោះដែលមានលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះដែលពួកគាត់ទាំងពីរអ្នកបានឲ្យអង្គភាពសារព័ត៌មានយើងដឹងនៅថ្ងៃទី15ខែមីនាឆ្នាំ2025ម្សិលមិញនេះថារូបគាត់ពិតជាមានការហួសចិត្តយ៉ាងខ្លាំងទៅនឹងប្រព័ន្ធផ្សព្វផ្សាយមួយរបស់អង្គភាពសារព័ត៌មានដែលមានឈ្មោះថាស្ថានីយទូរទស្សន៍ Camera FBTV Online ដែលបានទទួលប្រភពព័ត៌មានមិនច្បាស់ការចេញពីក្រៅស្រុកតាមរយៈសារសម្លេងស្ត្រីម្នាក់ដែលមានឈ្មោះលីអ៊ុំអេងដែលបាននិយាយរៀបរាប់បង្កាច់គេយ៉ាងធ្ងន់ធ្ងរមកលើរូបលោកទាំងពីរអ្នកប្តីប្រពន្ធដោយនិយាយកាន់ជើងកូនប្រសានោះខណៈដែលរឿងទាំងប៉ុន្មានស្ថិតនៅក្នុងដៃប្រព័ន្ធតុលាការនៅឡើយដែលលោកបានប្តឹងពីបទញុះញង់ឲ្យមានការរើសអើងប្រមាថអ្នករាជការសាធារណៈនិងបង្កាច់គេជាសាធារណៈដោយមិនទាន់ចូលខ្លួនមកដោះស្រាយនៅឡើយនោះទេចំណុចនេះហើយលោកថាអង្គភាពដែលបានចុះផ្សាយនោះបានទទួលបានប្រភពព័ត៌មានមិនច្បាស់លាស់ក្នុងការផ្សព្វផ្សាយខណៈពេលដែលស្ត្រីលីអ៊ុំអេងមិនទាន់ហ៊ានចូលខ្លួនមកតតាំងផងនោះឬក៏លោកអគ្គនាយកស្ថានីយទូរទស្សន៍ Camera FBTV Online ចូលខ្លួនមកជំនួសឬយ៉ាងណាតើទង្វើនិងសកម្មភាពក៏ដូចជាសារសម្លេងរបស់ស្ត្រីជើងខ្លាំងលីអ៊ុំអេងខាងលើនេះពិតជាដូចពាក្យមហាជននៅក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាបបានលើកឡើងថាស្ត្រីរូបនេះមានចិត្តជាទេវទត្តមាត់ជាទេវតាមានចរិតមាក់ងាយមើលស្រាលប្រព័ន្ធច្បាប់ងើបមុខពើងទ្រូងក្អេងក្អាងមួយម៉ាត់ណាក៏អួតថាខ្លួនឯងត្រឹមត្រូវដែរខណៈដែលខ្លួនឯងមានដីកាបង្កប់ឲ្យចាប់ខ្លួនចំនួន2ដងទៅហើយនៅឡើយមិនដឹងខ្លួនទៀតគឺដូចជាស្រមោលអន្ទោតាមប្រាណរត់គេចខ្លួនទៅពួនអាត្មាសំងំលាក់ខ្លួនដោយកង្កែបនៅក្នុងរូងក្តាមអញ្ចឹងដែរក្តាមប្រាប់ហើយថាបើចូលនៅហាមស្រែកវើយឲ្យតែហ៊ានស្រែកប្រយ័ត្នគេមកខ្វាយកទៅទាំងពីរចំណុចនេះដែរវាមិនខុសអីទៅនឹងទង្វើប្រមាថរបស់លោកជំទាវបណ្ឌិតលីអ៊ុំអេងដែលបានពឹងពាក់ឲ្យទូរទស្សន៍អនឡាញមួយដែលគ្មានអាជ្ញាប័ណ្ណឲ្យជួយធ្វើការចេញផ្សាយនោះដែរមិនដឹងថាបណ្ឌិតនេះរៀននៅសាលាណានោះទេបានជាធ្វើឲ្យជះឥទ្ធិពលប៉ះពាល់ទៅដល់បណ្ឌិតគេល្អអស់ទៅហើយតើជំទាវឯងគិតអីទៅរាល់ថ្ងៃនេះឲ្យជំទាវជាក់ស្ដែងនៅថ្ងៃទី15ខែមីនាឆ្នាំ2025ម្សិលមិញនេះអង្គភាពសារព័ត៌មានយើងទទួលបានសេចក្តីរាយការណ៍ពីសម័យខ្លួនដែលលោកសូមមិនឲ្យបញ្ចេញឈ្មោះលោកដែលខាងទូរទស្សន៍អនឡាញយកទៅចេញផ្សាយដោយគ្មានអាជ្ញាប័ណ្ណយករូបលោកទាំងពីរអ្នកប្តីប្រពន្ធយកទៅចុះផ្សាយទាំងមិនបានបិទមុខប្តីប្រពន្ធរបស់គាត់ទាំងពីរអ្នកផងនោះខណៈដែលលោកមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិបានធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់គាត់យ៉ាងធ្ងន់ធ្ងរខណៈដែលរឿងលុយកាក់លុយអីហ្នឹងលោកបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឲ្យដោះស្រាយតាមនីតិវិធីទៅហើយចុះហេតុអ្វីបានជាជំទាវលីអ៊ុំអេងមកបញ្ចេញសារសម្លេងហែកហួរមូលបង្កាច់គេឈ្មោះលោកតាមសាធារណៈទៅវិញជាពិសេសនោះលោកបានបន្តឲ្យអង្គភាពសារព័ត៌មានយើងដឹងទៀតថាលោកបានឃើញការចុះផ្សាយរបស់អង្គភាពស្ថានីយទូរទស្សន៍ Camera FBTV Online ដែលបានយករូបថ្នាក់ដឹកនាំនោះគឺរូបនាយឧត្តមសេនីយ៍ទេសិហាដែលជាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិទៅដាក់ក្នុងរង្វង់បន្ទាត់ក្រហមជុំវិញមើលទៅហាក់ដូចជាគ្មានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានអ្វីបន្តិចសោះធ្វើការចុះផ្សាយតាមតែនឹកឃើញដូច្នេះជាចុងក្រោយលោកបានសូមសំណូមពរតាមរយៈអង្គភាពសារព័ត៌មានយើងឲ្យជួយធ្វើការផ្សព្វផ្សាយនិងសូមសំណូមពរទៅដល់ឯកឧត្តមនេតភត្រាដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានសូមឯកឧត្តមជួយមានចំណាត់ការទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មានមួយដែលមានឈ្មោះថាស្ថានីយទូរទស្សន៍ Camera FBTV Online ដែលមានស្នាក់ការនៅក្នុងខេត្តសៀមរាបដែលបានធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្តីប្រពន្ធយើងខ្ញុំជាពិសេសនោះគឺថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរផងដែរចំពោះអង្គភាពសារព័ត៌មានអនឡាញខាងលើនេះដែលពុំគោរពក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានដែលបានបង្កឲ្យមានផលប៉ះពាល់ទៅដល់សិទ្ធិបុគ្គលនិងសង្គមជាតិយ៉ាងធ្ងន់ធ្ងរផងដែរជុំវិញទៅនឹងការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំពុំអាចទំនាក់ទំនងទៅកាន់លោកខេង Camera ដែលជាអគ្គនាយកស្ថានីយទូរទស្សន៍ Camera FBTV Online បាននៅឡើយនោះទេមកដល់ពេលនេះដោយសារតែពុំមានលេខទូរស័ព្ទអង្គភាពសារព័ត៌មានយើងខ្ញុំគឺយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសង្គមពិតជូនដំណឹងពិតទៅដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រិះគន់ក្នុងនៃស្ថាបនាពុំមានចេតនាណាមួយក្នុងការជន់ប្រលិចទៅលើស្ថាប័នណាមួយនោះឡើយអង្គភាពសារព័ត៌មានយើងខ្ញុំនឹងធ្វើការរងចាំបកស្រាយបំភ្លឺទៅវិញពី
គ្រប់ស្ថាប័នដែលពាក់ព័ន្ធជារៀងរាល់ម៉ោងធ្វើការទៅតាមច្បាប់ស្តីអំពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាពេលនេះខ្ញុំបានរួមនឹងក្រុមការងារសូមអរកាយគោរពអរគុណនិងសូមគោរពលា